ត្រូវហើយព្រះអង្គប្រហែលជាយើងចេញពីរាជវាំងដោយពាក្យទំនាយហើយបើអញ្ចឹងហេតុអ្វីក៏យើងមិនចូលរួមជាមួយព្រះអង្គទៅល្អតើយើងអាចជួយព្រះអង្គបានដែរតើធ្វើការបោសសម្អាតនិងគោរពប្រណិប័តព្រះអង្គរហូតទាល់តែស្វែងរកឃើញសច្ចធម៌កោដញ្ញាអើយយើងដូចជាព្រួយបារម្ភណាស់កន្លងទៅ6ឆ្នាំហើយព្រះអង្គដូចជាសោយព្រះកញ្ញាតែបន្តិចបន្តួចមើលព្រះអង្គចោះមើលតែបែបនេះទៀតព្រះអង្គពិតជាសក្ដិហើយស្អីគេនឹងអំបញ្ញមិញយើងឃើញដុំគ្រោះក្នុងទឹកថ្លាឆ្វេងតែពេលយើងឈានជើងចុះទៅក្នុងទឹកពួកបែរជាផលឡើងយើងលែងឃើញដុំគ្រោះទៀតហើយយើងនេះសែនងងខ្លៅណាស់លោកពិតជាប្លែកខ្លាំងណាស់ខ្ញុំនាំហ្វូងកូដើរឆ្លងស្ទឹងនេះស្ទើរតែរាល់ថ្ងៃមិនឃើញមានបញ្ហាអ្វីសោះតែថ្ងៃនេះហ្វូងកូមិនព្រមឆ្លងស្ទឹងទេមើលលោកដោយក្តីងឿងឆ្ងល់តើលោកជាអ្នកណាហើយមកពីណានាងតូចយើងកំពុងស្វែងរកសច្ចធម៌យើងមកពីទីឆ្ងាយណាស់យើងសូមអង្គុយតាំងសមាធិក្រោមដើមឈើមួយនេះតែលោកទីនេះគ្រោះថ្នាក់ខ្លាំងណាស់កុំបារម្ភអីនាងតូចគ្មានអ្នកណាដឹងថាយើងនៅទីនេះទេលោកជាវាយរបស់ខ្ញុំជាអ្នកខ្ពង់ខ្ពស់ណាស់ហេតុអីក៏មិនទៅជាមួយពួកយើងអត់ទេនាងតូចកុំនិយាយពីយើងឲ្យសោះមិនគួរមានអ្នកណាដឹងថាយើងនៅទីនេះទេបានប៉ុន្តែអាហាររបស់លោកនោះមើលនោះទៅជិត6ឆ្នាំហើយដែលសទ្ធត្ថបំពេញទុក្ករកិរិយាយ៉ាងជាប់លាប់តែនៅពេលនេះមិនទាន់បាននូវសច្ចធម៌ឡើយទេហើយពេលនេះគេកំពុងតែទាមទារចំណីអាហារខ្ញុំព្រះអង្គនេះមានន័យយ៉ាងណាទៅព្រះអង្គបបងកោតាំងចិត្តហើយណាហេតុអីព្រះអង្គសោយកិយាទៅវិញសម្លាញ់អើយយើងត្រូវជៀសវាងការត្រុតត្រោមទាំងឡាយហេតុអ្វីត្រូវធ្វើគឺដូចជាដីភក់ដែលរងក្រោមគ្រោះយ៉ាងនេះឯងយើងទើបតែដឹងច្បាស់ថាការធ្វើបាបរាងកាយនិងចិត្តខ្លួនឯងធ្វើឲ្យរាងកាយខ្សោយហើយចិត្តនឹងត្រុតត្រោមរហូតមិនអាចស្វែងរកសច្ចធម៌បានហើយយើងគិតយ៉ាងម៉េចទៀតទៅយើងត្រូវទទួលអាហារដើម្បីចិញ្ចឹមរាងកាយបើរាងកាយមាំមួនចិត្តក៏អាចស្វែងរកសច្ចធម៌បានដែរព្រះអង្គប្រកាសប្រតិហើយអីដំបូងព្រះអង្គមានបន្ទូលឲ្យយើងប្រណិប័តបែបបង្អត់អាហារពេលនេះបែរជាឲ្យយើងដើរផ្លូវកណ្ដាលបានហើយព្រះអង្គលះបង់ការព្យាយាមហើយកំពុងតែដោះសារបើព្រះអង្គបញ្ជាក់ឲ្យយើងមិនបានទេយើងនឹងរកអ្នកផ្សេងជំនួសវិញមែនហើយឈប់សិនស្ដាប់យើងសិនទៅមកវិញសិនមក35ឆ្នាំកន្លងផុតទៅពិតជានឿយហត់ខ្លាំងណាស់ហើយហូណានៅទីនេះអ្នកនាងហូណាទៅបោះសម្អាតក្រោមដើមជ្រៃហើយយកខ្សាច់ទៅរយឲ្យខ្ញុំផងណាចាស់អ្នកនាងជាទេវតា
ចាស់អ្នកនាងមានទេវតានៅក្រោមដើមឈើហើយទទួលសំណែនមកមើលជាមួយខ្ញុំទៅមើលដោយផ្ទាល់ភ្នែកណាដោយក្តីគោរពខ្ញុំឈ្មោះសុជាតិតាជាកូនស្រីរបស់លោកមេភូមិស្រីបំរើរបស់ខ្ញុំឈ្មោះហ៊ូណាជឿថាលោកជាទេវតាយើងមិនមែនជាទេវតាអីទេអញ្ចឹងលោកជាអ្នកណាយើងជាសាមណៈដែលកំពុងស្វែងរកសច្ចធម៌កាលខ្ញុំនៅពីតូចខ្ញុំធ្លាប់បន់ស្រន់ក្រោមដើមជ្រៃនេះថាបើខ្ញុំមានស្វាមីដែលមានឋានៈប្រហាក់ប្រហែលគ្នាហើយកូនដំបងរបស់ខ្ញុំជាកូនប្រុសខ្ញុំនឹងសែនបាយមហូបឲ្យជារៀងរាល់ឆ្នាំក្តីប្រាថ្នារបស់ខ្ញុំបានខ្លាចជាការពិតហើយសូមមេត្តាទទួលអាហារនេះផងចុះហើយសូមឲ្យលោកសម្រេចដូចការតាំងចិត្តរបស់លោកផងបើយើងបានត្រាស់ដឹងនៅថ្ងៃនេះសូមឲ្យភាជមួយនេះចូលអណ្ដែតបញ្ច្រាស់ខ្សែទឹកតែបើសិនជាអត់ទេសូមឲ្យភាជមួយនេះអណ្ដែតទៅតាមបណ្ដោយខ្សែទឹកចុះថ្ងៃពេញបរមីខែវិសាខសមឡៈលោកចង់សម្រេចមគ្គផលជាយាមដើម្បីអ្វីទៅលោកជាព្រះរាជបុត្រចូលត្រឡប់ទៅព្រះរាជវាំងប្រើជីវិតឲ្យបានសោយសុខវិញទៅយើងមិនចាចេញពីទីនេះរហូតទាល់តែយើងស្វែងរកសច្ចធម៌ដែលចាំតែរកសេចក្តីសុខជានិរន្តរ៍តាមចិត្តចុះសាមណៈល្ងងបុត្រីស្រស់ទាំង3របស់បិតាយើងមានការងារឲ្យបុត្រធ្វើហើយសូមឲ្យបុត្រជួយអូសទាញសាមណៈនេះឲ្យបានព្រះបិតាសមណៈល្ងងឯងពិតជាឈ្ងួតខ្លាំងណាស់យើងនឹងហៅព្យុះនៃភាពទរំទាំង9យ៉ាងព្យុះនៃភាពងងឹតងងល់9ប្រភេទនិងព្យុះភ្លើងយើងសូមចេញអំណាចរបស់ឯងសាងភាពស្មុគស្មាញឈឺចាប់បំផ្លាញសមាធិរបស់ឯងបំផ្លាញសមាធិរបស់ឯងស្អីគេនេះមិនអាចបានទេ